Elon Musk អាចខ្លាចជាប្រធានាធិបតីនាពេលអនាគតដែរឬទេអត់ទេពីព្រោះលោក Elon Musk អត់កើតនៅសហរដ្ឋអាមេរិកទេរៀមវេលាបងតាថៃអាចជួយជើងលើដីខ្មែរបានយូរប៉ុន្មានទៀតខ្ញុំអត់ដឹងដែរប៉ុន្តែពីស៊ីសងលើការប្រឹងប្រែងខាងផ្នែកការទូតហើយនឹងការចរចាគ្នាបាទអញ្ចឹងវាមាន3ដំណាក់កាលដែលខ្ញុំមើលឃើញថាជារឿងមួយដែលអាចនឹងឈានទៅដោះស្រាយបានរឿងទី1ការចរចាទ្វេភាគីរវាងកម្ពុជានិងថៃនេះតើត្រូវបើកច្រកមិនមានការសម្បទានគ្នាយ៉ាងម៉េចបើកច្រកអីទៅអាចនឹងគាត់ដកទៅវិញពេលណាអញ្ចឹងទៅមួយពីរគឺបានន័យថាសម្ពាធពីអន្តរជាតិសម្ពាធពីអន្តរជាតិដែលខាងកម្ពុជាកំពុងធ្វើទាំងខាងការទូតខាងផ្លូវច្បាប់អាហ្នឹងគឺត្រូវតែមានសម្ពាធហ្នឹងទើបបានថៃគាត់ដកឬក៏ទី3គឺសម្ពាធផ្ទៃក្នុងរបស់ថៃនឹងតែម្ដងដែលខ្ញុំគិតថារដ្ឋាភិបាលអនុធានតើខ្ញុំមិនទាន់សន្និដ្ឋានណាអ្វីដែលខ្ញុំគិតគឺថាតើរដ្ឋាភិបាលអនុធានអាចនឹងកាន់រហូតដល់ចប់អាណត្តិដែរឬទេបាទពីព្រោះឥឡូវនេះគាត់ខិតខំប្រឹងប្រែងយកចិត្តទៅហ៊ានក៏ប៉ុន្តែបាទរឿងសេដ្ឋកិច្ចគាត់កំពុងតែជួបបញ្ហាដែរអញ្ចឹងតើក្រុមអ្នកគេហៅថាពួកជ្រុលនិយមឬក៏ជាតិនិយមជ្រុលរបស់ថៃហ្នឹងគាត់ទ្រាំបានប៉ុណ្ណាជាមួយនឹងការដោះសាររបស់លោកអនុทิនម្ដងហើយម្ដងទៀតហ្នឹងបាទអញ្ចឹងដូច្នេះសម្ពាធ3ហ្នឹងដែលខ្ញុំមើលឃើញខ្លាំងហ្នឹងថាតើអាចនឹងទប់បានពេលណាបាទអញ្ចឹងសម្ពាធមួយណាក៏ដោយក៏មិនអាចនឹងមើលរំលងបានដែរណាគឺត្រូវមើលចំណុចហ្នឹងបាទវុតថាងជំរាបសួរបងតើគេលួចឬដណ្ដើមការគ្រប់គ្រងកែរណបបានដែរឬទេខ្ញុំថាគេមិនអាចលួចឬក៏គ្រប់គ្រងខ្ញុំមិនជំនាញខ្ញុំទេណាមិនជំនាញខ្ញុំប៉ុន្តែគេតាមខ្ញុំគិតទេមកខ្ញុំគិតទេมันអាចទៅលួចបានទេប៉ុន្តែគេអាច hack ចូល system ហ្នឹងបានគេអាច hack ចូល system ដើម្បីតាមដានមើលទិន្នន័យនៅខាងហ្នឹងគេប្រើគេធ្វើមិនអាចហ្នឹងបានដូចដែលអ៊ីស្រាអែលគាត់ hack លួចចូលក្នុង system ប្រព័ន្ធកាមេរ៉ារបស់អ៊ីរ៉ង់ចឹងបាទដូចជាគេអាច hack ចូលចឹងប៉ុន្តែឲ្យទៅគ្រប់គ្រងប្រព័ន្ធហ្នឹងជាយូរជាម្ចាស់កម្មសិទ្ធិមិនបានទេពីព្រោះអីម្ចាស់គេអាចនឹងដូរ password គេដឹងគេដូរទៅរវត្តខ្ញុំបានឃើញព័ត៌មានជាច្រើនថាទាហានសៀមខ្លះធ្វើរបងព្រំដែនបែបអចិន្ត្រៃយ៍តែការធ្វើរបងព្រំដែនអចិន្ត្រៃយ៍របស់ព្រំដែនរបស់សៀមតាមទៅតាមច្បាប់ជាដែរឬទេបងអត់ទេគាត់ធ្វើតាមអចិន្ត្រៃយ៍តែកន្លែងដែលព្រមព្រៀងឯកភាពគ្នាហើយទេអាកន្លែងផ្សេងទៀតនោះគឺគាត់ដាក់ container ដាក់លូបន្លាយហ្នឹងដែលជារឿងខុសច្បាប់ទេបាទខុសច្បាប់ទេបុនាងគាត់សួរពីសំណួរគាត់សួរថាប្រទេសមហាអំណាចដូចជារុស្ស៊ីលោកលុយក្រែនបាទអាមេរិកជាប់ដៃជាមួយរងតែអូបាទនឹងខ្ញុំឆ្លើយហើយណាទី1លោកបុនាងខ្ញុំឆ្លើយខ្ញុំយល់អញ្ចឹងមកលោកបុនាងបាទពីព្រោះយើងមើលទៅតៃវ៉ាន់ក៏គាត់អត់ហ៊ានឆ្លងបន្ទាត់ក្រហមដែរទៅបកាឯករាជ្យដែរចិនគាត់ថាកម្មបកាឯករាជ្យណាកម្មបកាឯករាជ្យរឿងបកាឯករាជ្យនេះជាបន្ទាត់ក្រហមដែលចិនគូដាក់ឲ្យតៃវ៉ាន់ហើយចឹងដូច្នេះបើកាលណាតៃវ៉ាន់មិនបកាឯករាជ្យទេចិនគាត់ប្រើសម្ពាធការទូតគៀបតតែតៃវ៉ាន់នៅឯកោហ្មងបាទគាត់ឃើញទេប្រទេសដែលគ្រប់តទទួលស្គាល់តៃវ៉ាន់របេះម្ដងមួយបាទចឹងដូច្នេះអត់មានអ្វីដែលត្រូវកំទេចប្រទេសរបស់ខ្លួនឯងទេនៅតាមទស្សនៈរបស់ចិនណាបាទវាលែងតែគាត់ដើរឆ្លងបន្ទាត់ក្រហមហ្នឹងគឺចិនគាត់ធ្វើអ្វីផ្សេងទៅសំណួរទី2របស់លោកប៊ុនហៀងក៏ថាតើស្ថានភាពចិនទៅមុខអាចបែងចែកទៅជាប្រទេសផ្សេងគ្នាទេព្រោះដោយសារចិនតែមួយពិតមែនតែភាសានិងវប្បធម៌បានលាយចម្រុះគ្នាយ៉ាងច្រើនម្យ៉ាងទៀតរដ្ឋចំណុះទាំងនោះសុទ្ធតែចិញ្ចឹមចិត្តដូចជាទីបេហុងកុងជាដើមហុងកុងកុំគិតគេអត់គិតទេគេគិតទីបេហើយនឹងស៊ីនជៀងតំបន់ស៊ីនជៀងទេលោកប៊ុនហៀងពួកស៊ីនជៀងនោះគឺគាត់វប្បធម៌ផ្សេងមកគាត់របៀបពួក Uyghur ហ្នឹងគឺពួកទៅទូគីគឺពួកហ្នឹងចាំបានអ្នកខ្លះសួរនេះចិនគឺតែមុខស្អាតមកគឺពួក Uyghur បាទពួកដែលនៅស៊ីនជៀងបាទស៊ីនជៀងហ្នឹងគឺកាន់សាសនាអ៊ីស្លាមបាទតំបន់ហ្នឹងដែលគេព្រួយបារម្ភបាទគឺទីក្រុងគេអ៊ូរ៉ុំជីហ៎បាទគឺកន្លែងហ្នឹងទេបើបែកអាចមានតែស៊ីនជៀងហ្នឹងគឺមានថៃវ៉ាន់មានទីបេហ្នឹងបាទហើយនៅក្នុងប្រទេសដទៃទៀតផ្នែកដទៃទៀតដូចជាមិនសូវមានការរំជើបរំជួលទេហុងកុងអត់ទេហុងកុងអាចដែរពីពួកគាត់ធ្លាប់នៅក្រុមអង់គ្លេសអញ្ចឹងតែឲ្យគាត់បំបែកជារដ្ឋមួយដែលមានកម្លាំងយោធាខ្លាំងគាត់មិនទេពីពួកគាត់ធ្វើជាគេថា economic hub បាទជាកន្លែងភ្ជាប់សេដ្ឋកិច្ចនោះទេបាទអញ្ចឹងបាទលោកប៊ុនហៀងសួរសំណួរនឹងល្អដែរពីព្រោះប្រវត្តិចិនរួមឲ្យបែកឲ្យរួមនឹងគឺជាប់ជាប្រចាំអញ្ចឹងដូចនៅក្នុងសៀវភៅមួយខ្ញុំភ្លេចឈ្មោះលោកសាស្ត្រាចារ្យនោះគាត់សរសេរនឹងដែរគាត់ថា
ចិនរវល់តែរឿងជាប់ដៃពង្រួមខ្លួនឯងហ្នឹងតែអាចនឹងបែកតាទៀតរឿងចិនទៅតែផ្ដោតពីព្រោះក្នុងរយៈពេល100ឆ្នាំចុងក្រោយនេះក៏អញ្ចឹងដែរបាទហើយពីមុនមកប្រវត្តិសាស្ត្រចិនក៏អញ្ចឹងដែរបាទអាចដែរបើសិនជាក្នុងករណីដែលចិនមិនប្រើកណ្ដាប់ដៃរបៀបកុម្មុយនីទេរបៀបងាកមកជាធិបតេយ្យប្រកាសជាមានប្រទេសមួយចំនួនក៏សុំស្វ័យយ័តបាទដូចជានៅស៊ីនជៀងក៏ដូចជាពាក់កណ្ដាលស្វ័យយ័តដែរបាទនៅទីបេក៏អញ្ចឹងដែរបាទតុងជឹងក៏ថាបងមិនដឹងកណៃអ៊ីរ៉ង់ទៅជួបបាយគ្នាទេបងសាំងឡើងថ្លៃណាបងបាទហ្នឹងគឺសូម្បីតែខ្ញុំនៅអាមេរិកនេះក៏ដឹងដែរអត់ដឹងច្បាស់ទេបាទប៉ុន្តែដូចដែលខ្ញុំបានធ្លាប់បានប្រាប់នឹងដរាបណាអ៊ីរ៉ង់មិនព្រមបោះបង់ចោលមហិច្ឆតានុយក្លេអ៊ែរទេគឺសម្រាប់រដ្ឋបាលត្រាំគឺมันអាចនឹងដកថយបានទេពីព្រោះនេះគឺជាចំណុចសំខាន់ដែលគាត់ផ្ដល់ហេតុផលក្នុងការចូលធ្វើសង្គ្រាមនេះបើមិនជាគាត់ដកមកដោយអត់មានអាហ្នឹងគឺច្បាស់ជាគាត់មិនអាចប្រកាសជ័យជំនះបានទេអញ្ចឹងការឃោសនាបោះឆ្នោតដល់ពេលខាងមុខនេះនឹងជួបបញ្ហាសម្រាប់គាត់ហើយខាងអ៊ីរ៉ង់ក៏មិនងាយបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់គេនឹងដែរអញ្ចឹងណាបាទទុកជាឈ្នន់នៃការចរចាគ្នាបានយូរ Zone 4បងប្រុសតើទៅបន្តលើកចិត្តគាត់ទៅយបន្តទៀតឬទេត្រូវតែបន្តលើកទឹកចិត្តគាត់ជាប់ជានិច្ចបាទមិនត្រឹមតែពេលបច្ចុប្បន្ននេះពេលដែលចប់ហើយក៏ដោយចាំបានដូចខ្ញុំបាននិយាយអញ្ចឹងគឺត្រូវប្រើពាក្យមួយថាអរគុណចំពោះការបម្រើជាតិរបស់បងអរគុណចំពោះការបម្រើជាតិរបស់ពូបើយើងទៅតែទម្លាប់និយាយពាក្យហ្នឹងឲ្យគាត់លើកទឹកចិត្តរបស់គាត់ផងបាទទោះបីជាមិនបានឲ្យលុយកាក់ប៉ុន្តែពាក្យមួយម៉ាត់ហ្នឹងការទទួលស្គាល់និងការចូលរួមចំណែករបស់គាត់ហ្នឹងគឺល្អមែនទែនបាទគួរថាគាត់ទម្លាប់ប្រើពាក្យហ្នឹងនៅអាមេរិកគេប្រើពាក្យហ្នឹងគឺជាប្រចាំមកគាត់ថាឃើញដល់ណា veteran ធ្លាប់ទៅទៀតអូ thanks for your service បាទតែប៉ុណ្្នឹងគេនិយាយយ៉ាងមកទម្លាប់ពាក្យហ្នឹងគួរមានទម្លាប់ Alexi Makrisev Mario បាត់យូរណា Alexi ហ្នឹងលោកពូក្នុងសារភាពសេដ្ឋកិច្ចជួបបញ្ហាបែបនេះតើប្រជាជនម្នាក់គួរធ្វើបែបណាទៅអាចទប់ស្កាត់សារការនេះបានសូមយោបល់លោកពូបាទនឹងសំណួរល្អដែរដែលខ្ញុំបាននិយាយពីថ្ងៃមុនដែរគឺមានតែបាទចូលរួមចំណែកនៅក្នុងការរឹតបន្តឹងការចំណាយតែប៉ុណ្្នឹងទេគឺការធ្វើដំណើរខ្លះបាទដែលមិនចាំបាច់គឺបន្ថយបាទគឺបន្ថយការចំណាយទៅលើការធ្វើដំណើរហើយការចំណាយខ្លះដូចជានៅក្នុងផ្ទះក្នុងអីគឺការចំណាយទៅលើអគ្គិសនីគឺបន្ថយដែរប៉ុន្តែស្រុកខ្មែរលើក្តៅដែរហើយប្រជាពលរដ្ឋនិយម5សិនតិចហ្នឹងធ្វើម៉េចពិបាកដែរបើតែយើងអាចបន្ថយនឹងបានពីព្រោះវាមិនមែនជារឿងមួយដែលកើតឡើងតែមួយវាជានិន្នាការសកលតែម្ដងដែលសូម្បីតែនៅសហរដ្ឋអាមេរិកក៏ប៉ះពាល់ដែរណាប៉ះពាល់ចាំឃើញដែលព័ត៌មានដែលខ្ញុំបានជូនមិញនេះគឺខាងការរីកចម្រើនសេដ្ឋកិច្ចរបស់អាមេរិកនេះគឺក៏មិនឡើងបានដូចរំពឹងទុកដែរគឺបានតែ 1.5 ដោយសារតែសង្គ្រាមនោះដែរសាំងឡើងថ្លៃនោះដែរអញ្ចឹងម្នាក់កាត់ចំណាយច្រើនការចំណាយខ្លះដែលមិនចាំបាច់អ្នកខ្លះមានគម្រោងទៅវ៉ាកងនៅកន្លែងណានោះគឺគេបន្ថយសិនគេសម្រាប់សន្ទុកសិនបើអញ្ចឹងហើយបានជាទេសចរនៅលើពិភពលោកគាត់ថយចោលមកថយចោលលេងកឹមសានបងសុំសួរមួយបងបើមានឱកាសទៅនៅអាមេរិកគួរនៅអត់បងឬនៅកម្ពុជាបន្តនឹងស៊ីសងលើយើងទេបាទស៊ីសងលើយើងទេបាទបើមានឱកាសបាទយើងចង់មកសាកល្បងនៅអាមេរិកនេះក៏មួយយ៉ាងដែរសាកមើលទៅហើយឬក៏បាទបើមិនធ្លាប់មកទេសាកមកអាមេរិកឲ្យស្គាល់ទៅបាទតែវាដឹងទៅបើមានឱកាសមកហើយណាបាទប៉ុន្តែខ្ញុំសម្រាប់តខ្ញុំកំពុងរកវិធីដើម្បីទៅនៅកម្ពុជាវិញដែរបាទពីព្រោះអីចង់ទៅធ្វើកិច្ចការមួយចំនួននៅកម្ពុជាដែរអត់មានអីជាអត់កម្លាំងលាក់លៀមទេបាទរត់ត្រែទៅអាចនឹងទៅកម្ពុជាឬក៏អាចទៅមុនរត់ត្រែនឹងទៅកម្ពុជាដែរខ្ញុំចង់ទៅវិញដែរប៉ុន្តែมันអាចធ្វើដូចខ្ញុំបានដោយថាខ្ញុំមានសញ្ជាតិហើយអញ្ចឹងដូចខ្ញុំចង់មកពេលណាក៏បានដែរហើយខ្ញុំក៏ទុកផ្ទះសម្បែងនៅនេះដាក់ជួលដាក់អីទៅក៏វាស្រួលដែរឡើងមកវិញពេលណាក៏បានអញ្ចឹងដូចហើយបើបងអូនមានឱកាសមកសិនបាទឲ្យបានបទពិសោធន៍នៅនេះមាន green card មានសញ្ជាតិចាំទៅវិញក៏បានដែរមិនអីទេនរងបងតើមានអារម្មណ៍បែបណានឹងបងតើមាននរងក៏បងតើមានអារម្មណ៍បែបណានឹងអនុសាសន៍បែបណាដែរចំពោះការលើកលែងទោសលើកទី2ទៅលើលោកកឹមសុខាមានអត្ថប្រយោជន៍បែបណាចំពោះរដ្ឋាភិបាលកម្ពុជាបាទខ្ញុំកាប់ទៅខ្ញុំអត់ចង់និយាយតែប៉ុន្តែអូខេខ្ញុំនិយាយខ្លីចុះនរងណាបាទបានសួរថាជាកនជាយោបល់របស់ខ្ញុំបាទគឺខ្ញុំយល់ថាល្អបាទល្អសម្រាប់ខ្ញុំយល់ថាការដោះលែងលោកកឹមសុខានេះល្អ
តាំងពីដំបូងមកមកគឺដល់តែគាត់លើកលែងហ្នឹងគឺល្អហើយមានអ្នកខ្លះសួរថាប៉ុន្តែនៅជាប់នេះខ្ញុំថាកុំជាជំហានសិនទៅតែលែងចោតប្រកាន់នៃទម្លាក់លើកលែងទោសហ្នឹងវាទៅសិនទៅបាទហើយនៅក៏ពេលហ្នឹងក៏មានប្រិយមិត្តមួយចំនួនយល់ស្របជាមួយខ្ញុំដែរប៉ុន្តែឥឡូវឃើញទេកាលមុនជាប់អញ្ញត្តិមួយគឺគាត់មិនអាចនឹងធ្វើដំណើរក្រៅប្រទេសបានបាទឥឡូវគាត់អាចធ្វើដំណើរក្រៅប្រទេសបានបាទឥឡូវជាប់អញ្ញត្តិមួយទៀតគឺគាត់មិនអាចធ្វើនយោបាយបានបាទខ្ញុំថានឹងវាជាកត្តាពេលវេលានឹងជាការចាំបាច់អីមួយទេអាចនឹងមកជាបន្តបាទអញ្ចឹងដូច្នេះសម្រាប់ខ្ញុំបើឃើញខាងខ្មែរយើងរួបរวมគ្នាបាទរួបរวมគ្នាដូចពេលនេះជាពិសេសលោកកម្មសខាលោកបានអញ្ជើញមកលោកបានទៅជួបជនភាសាហើយលោកបានថ្លែងសារដែលមានអត្ថន័យច្រើនណាស់ដែលយើងស្ដាប់មើលទៅគឺមានលក្ខណៈបង្រួបបង្រួមខ្មែរបាទឲ្យរួមគ្នាធ្វើការទប់ទល់ជាមួយនឹងការរំលោភទៅលើសិទ្ធិរបស់ពលរដ្ឋភាសាហ្នឹងបាទមានអត្ថន័យសាររបស់គាត់ហ្នឹងបាទអញ្ចឹងគឺវាជាការមួយល្អប្រសើរហើយដូចដែលខ្ញុំបាននិយាយពីខាងដើមខ្ញុំមិនខ្លាចក្នុងការនិយាយម្ដងទៀតទេគឺខ្ញុំថាតាំងពីមុនដល់លែងលោកកម្មសខាខ្ញុំបាននិយាយរហូតដល់មានអ្នកខ្លះថាខ្ញុំនឹងប្រហែលជាចូលរួមចំណែកនៅក្នុងការជួយសម្រួលឲ្យលោកកម្មសខាហ្នឹងមិនខ្ញុំអត់មានចំណែកអីទេគឺខ្ញុំគិតថាគួរតែខ្មែរបង្រួបបង្រួមគ្នាបាទធ្វើការជាមួយគ្នាជាមួយអ្នកណាដែលយើងអាចធ្វើការជាមួយគ្នាបានបាទអ្នកណាខ្លះដែលមាននៅការដូចទៅជ្រុលពេកបាទពិបាកនឹងធ្វើការជាមួយក៏បាទទុកឲ្យគាត់ពិបាកបាទឯងសិនទៅបាទអ្នកណាធ្វើការជាមួយគ្នាបានយើងធ្វើការជាមួយគ្នាសិនទៅវាជាស្មារតីល្អបាទអញ្ចឹងជាសរុបមកវិញបាទហើយបាទសំណួរផ្នែកទី2នៃសំណួរតើមានប្រយោជន៍បែបណាចំពោះរដ្ឋាភិបាលកម្ពុជាខ្ញុំថាប្រយោជន៍ច្រើនបាទប្រយោជន៍ទី1ហ្នឹងគឺការរួបរวมគ្នាបង្ហាញនៅការដែលស្មារតីខាងរដ្ឋាភិបាលគាត់ផ្ដោតតម្លៃទៅលើការរួបរวมខ្មែរហ្នឹងបាទតម្លៃទី2គឺវាជាការដោះអាញ៉ាត់មួយចេញពីព្រោះអីនៅឆាកអន្តរជាតិនេះខ្ញុំនិយាយពាក្យពិតជូនប្រិយមិត្តលោកកម្មសខានៅតែត្រូវបានសហរដ្ឋអាមេរិកហើយនិងសហគមន៍អន្តរជាតិជាពិសេសអឺរ៉ុបទទួលស្គាល់ថាជាមេដឹកនាំបពប្រឆាំងស្របច្បាប់ពីព្រោះលោកទៅបានគេចាប់ទៅអូដំណើរនៅក្នុងពេលដែលលោកនៅជាមេដឹកនាំគណៈបកសង្គ្រោះជាតិបាទដូច្នេះបញ្ហាហ្នឹងគឺទៅបានគេចាប់អារម្មណ៍ជាប់ជានិច្ចបាទដូច្នេះពេលណាដែលបានដោះលែងលោកលើកលែងលោកកម្មសខាចឹងគឺអញ្ញត្តិដ៏ធំនេះមួយទៅបានដោះចេញតែម្ដងដែលជាការមួយបាទខ្ញុំជឿថាកម្ពុជាគាត់មិនទទួលសម្ពាធអីមិនប៉ុន្តែក៏ជាការមួយឲ្យធូរស្រាលផងដែរដែលបានដោះលែងគាត់អញ្ចឹងទៅក៏អន្តរជាតិក៏មិនបាច់លើកឡើងបញ្ហាហ្នឹងបន្ថែមទៀតដែរបាទរឿងសិទ្ធិនយោបាយហ្នឹងគឺបាទគាត់ដើរជួបមហាជនគាត់ថ្លែងសារបានហើយហ្នឹងមិនទៀតហៅនយោបាយនោះបាទនិយាយសាមញ្ញទៅប៉ុណ្្នឹងប៉ុណ្ណឹងយល់បានហើយមែនទេបាទបើមិនមានសិទ្ធិធ្វើនយោបាយហ្នឹងគឺសោះតែម្ដងគឺអត់មានមាត់អីបានក្រៅពីសួរសុខទុក្ខកូនចៅគាត់ពូមីងគាត់សុខសប្បាយទេបើគាត់មានឱកាសទៅដល់ថ្លែងទៅដល់ជនភាសាទៅហើយរហូតដល់បញ្ជាក់ប្រាប់ជនភាសាតែគាត់ធ្វើកិច្ចការយ៉ាងណាទៀតជាមួយសហគមន៍អន្តរជាតិនឹងហើយគេវិញបាទនៅក្នុងទិសអីនយោបាយនឹងការនឹងធ្វើសកម្មភាពបាទជាសកម្មភាពសហគមន៍មួយហើយបាទដូច្នេះបានគាត់មានសិទ្ធិធ្វើដូច្នេះបានហើយតែហើយបើរឿងជាផ្លូវការយ៉ាងម៉េចទៀតហ្នឹងរឿងក្រៅគាត់ថាវាទៅគឺអាចតែគាត់អាចទៅដឹកនាំគណៈបកនយោបាយឬមិនដឹកនាំគណៈបកនយោបាយវានៅចំណុចហ្នឹងទេប៉ុន្តែលោកមានឱកាសថ្លែងទៅហើយគឺវាជាការបង្ហាញនៅសិទ្ធិសេរីភាពមួយហើយបាទអញ្ចឹងណារុងជាសរុបមកវិញខ្ញុំឃើញថាវាជាការខ្ញុំភាសាអង់គ្លេសណាភាសាអង់គ្លេសគេថា win-win strategy គឺឈ្នះទាំងអស់គ្នាគ្មានអ្នកណាចាញ់គ្មានអ្នកណាឈ្នះគឺឈ្នះទាំងអស់គ្នាតែម្ដងខ្ញុំសរសើរដែរការរីចម្រើននេះការពិតខ្ញុំអត់ចង់ជ័យរឿងតាក់ទងនឹងនយោបាយអីប្រហែលទេបាទខ្ញុំចង់តែនិយាយពីរឿងអាមេរិកបាទពីរឿងអាមេរិកហើយនឹងជួយនិយាយតែរឿងព្រំដែនតែប៉ុណ្ណោះទេប៉ុន្តែណារងគាត់ធ្លាប់ចូលចាស់យូរហើយគាត់សួរយោបល់អញ្ចឹងខ្ញុំសូមឲ្យយោបល់ប៉ុណ្្នឹងចឹងណាបាទពេញចិត្តមិនពេញចិត្តអីសូមទទួលយកតាមប៉ុណ្ណឹងបាទអញ្ចឹងអរគុណថ្ងៃនេះយូរមែនតើហើយបាទអញ្ចឹងអរគុណប្រិមត្តណាបាទអ្នកបានសួរសំណួរខ្ញុំមិនមើលឃើញសំណួរក៏សូមអធិស្ឋានអញ្ចឹងបាទអរគុណច្រើនបាទជម្រាបលាបាទ